ហ្វានលីជានរណាហើយអ្វីជូគលៀងនិយាយពីគាត់នៅក្នុងឈុតមួយនៅក្នុងរឿងសាមកុក2010ជូគលៀងបានធ្វើដំណើររួមគ្នាជាមួយនឹងលូស៊ូទៅកាន់តុងអ៊ូក្នុងគោលបំណងដើម្បីបញ្ចុះបញ្ចូលស៊ុនឈៀនហើយនឹងចៅអ៊ីឲ្យរួមដៃជាមួយនឹងលាវប៉ៃពេលនោះជូគលៀងបាននិយាយបញ្ឈឺទៅកាន់ចៅអ៊ីដោយឲ្យបញ្ជូនស៊ីឈីវនិងតាឈីវដែលតាឈីវគឺជាប្រពន្ធរបស់ស៊ុនឆើនិងស៊ីឈីវជាប្រពន្ធរបស់ចៅអ៊ីផ្ទាល់តែម្ដងបញ្ជូនទៅឲ្យឆាវកំដរវ័យចាស់ជរារបស់គេដើម្បីបញ្ជាសង្គ្រាមពេលនោះហើយគឺចៅអ៊ីខឹងនឹងជូគលៀងយ៉ាងខ្លាំងខណៈនោះជូគលៀងក៏បានសួរទៅកាន់ចៅអ៊ីហើយអ្វីបានជាលោកមេទ័ពធំខឹងខ្លាំងដល់ម្លឹងនៅក្នុងរឿងប្រវត្តិសាស្ត្រនគរអ៊ូនិងនគរយាអូបរាជនគរយាហ្វានលីក៏ធ្លាប់បានបញ្ជូនស្រីស្អាតស៊ីស៊ឺដែលជាគូដណ្ដឹងរបស់ខ្លួនឲ្យទៅស្ដេចនគរអ៊ូហ្វូឆាយដើម្បីបញ្ជាសង្គ្រាមផងដែរថ្ងៃនេះដានជើងប្រវត្តិសាស្ត្រនឹងមកនិយាយពីប្រវត្តិរូបរបស់ហ្វានលីមានដើមកំណើតនៅនគរឈូដែលស្ថិតនៅតំបន់ភាគកណ្ដាលនៃប្រទេសចិនបុរាណបច្ចុប្បន្នគឺនៅក្នុងខេត្តហឺណានប្រទេសចិនលោកកើតនៅក្នុងភូមិមួយឈ្មោះថាសានក្នុងតំបន់វ៉ាន់នៃនគរឈូលោកកើតក្នុងគ្រួសារក្រីក្រមួយប៉ុន្តែលោកមានចំណេះដឹងខ្ពង់ខ្ពស់និងចក្ខុវិស័យវែងឆ្ងាយខុសពីមនុស្សធម្មតាហើយអ្វីបានជាលោកចាក់ចេញពីនគរឈូទោះបីលោកមានសមត្ថភាពខ្លាំងក៏ដោយប៉ុន្តែនៅពេលនោះនគរឈូមានប្រព័ន្ធគ្រប់គ្រងបែបអភិជននិយមដែលផ្ដល់តម្លៃទៅលើរាជវង្សត្រកូលខ្ពង់ខ្ពស់ជាជាងសមត្ថភាពពិតប្រាកដហ្វានលីនិងមិត្តភ័ក្តិរបស់លោកគឺវិនចុងបានមើលឃើញថាពួកគេមិនអាចប្រើចំណេះដឹងដើម្បីជួយជាតិក្នុងនគរឈូបានឡើយដោយហេតុនេះទើបអ្នកទាំងពីរបានសម្រេចចិត្តធ្វើចំណាក់ស្រុកទៅកាន់នគរយាដើម្បីស្វែងរកឱកាសបង្ហាញសមត្ថភាពនិងបម្រើស្ដេចកូជៀនរហូតបានក្លាយជាមេទ័ពនិងជាឧបរាជដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រ1តួនាទីនៅក្នុងនគរយាហ្វានលីគឺជាទីប្រឹក្សាដ៏ចំណិតរបស់ស្ដេចកូជៀននៃនគរយាក្នុងអំឡុងពេលដែលនគរយាត្រូវបានវាយដណ្ដើមយកដោយនគរអ៊ូហ្វានលីគឺជាអ្នករៀបចំផែនការយុទ្ធសាស្ត្រយ៉ាងអត់ធ្មត់ដើម្បីសងសឹកវិញផែនការស្រីស្អាតហ្វានលីត្រូវបានគេជឿថាជាអ្នកជ្រើសរើសនិងបង្ហាត់បង្រៀននាងស៊ីស៊ឺដែលជាស្រីស្អាតបំផុតក្នុងប្រវត្តិសាស្ត្រចិនដើម្បីបញ្ជូនទៅថ្វាយស្ដេចនគរអ៊ូក្នុងបំណងធ្វើឲ្យស្ដេចអង្គនោះវង្វេងស្មារតីនិងធ្វេសប្រហែសក្នុងការគ្រងរាជ្យការស្ដារនគរលោកបានជួយស្ដេចកូជៀនក្នុងការកែតម្រង់កសិកម្មនិងពង្រឹងកងទ័ពក្នុងរយៈពេល20ឆ្នាំរហូតដល់នគរយាអាចវាយបកនិងកម្ចាត់នគរអ៊ូបានសម្រេចនៅឆ្នាំ473មុនគ្រិស្តសករាជ2ការលាឈប់ពីតំណែងក្រោយពីទទួលបានជ័យជំនះហ្វានលីគឺជាមនុស្សដែលមើលធ្លុះពីអត្តចរិតរបស់មនុស្សលោកបានសង្កេតឃើញថាស្ដេចកូជៀនគឺជាមនុស្សដែលអាចរួមសុខទុក្ខជាមួយគ្នាក្នុងគ្រាក្រប៉ុន្តែមិនអាចរួមសោយសុខក្នុងគ្រាមានបានឡើយដោយខ្លាចមានគ្រោះថ្នាក់ដល់ជីវិតហ្វានលីបានសម្រេចចិត្តលះបង់បនស័ក្តិទាំងអស់ហើយភៀសខ្លួនចេញពីនគរយាភ្លាមលោកថែមទាំងបានសរសេរសម្បត្តិប្រាប់ទៅមិត្តភ័ក្តិរបស់លោកគឺវិនចុងឲ្យចាកចេញផងដែរប៉ុន្តែវិនចុងមិនស្ដាប់ហើយចុងក្រោយត្រូវបានស្ដេចបង្គាប់ឲ្យធ្វើអត្តឃាតមែនក្លាយជាមហាសិទ្ធិបន្ទាប់ពីចាកចេញពីនយោបាយហ្វានលីបានបដូរឈ្មោះទៅជាតៅជូកុងហើយបានចាប់ផ្ដើមធ្វើអាជីវកម្មលោកមានភាពវៃឆ្លាតខាងពាណិជ្ជកម្មយ៉ាងខ្លាំងរហូតក្លាយជាមហាសិទ្ធិដ៏ស្ដុកស្ដំបំផុតក្នុងសម័យនោះលោកត្រូវបានគេគោរពថាជាព្រះនៃទ្រព្យសម្បត្តិដោយសារតែលោកតែងតែធ្វើសប្បុរសធម៌ចែករំលែកទ្រព្យសម្បត្តិដល់អ្នកក្រជារឿយ4មេរៀនដែលលោកបានបន្សល់ទុកហ្វានលីមិនត្រឹមតែជាអ្នកនយោបាយប៉ុណ្ណោះទេប៉ុន្តែលោកជាទស្សនវិទូផងដែរសិល្បៈនៃការចាកចេញលោកចេះដឹងថាពេលណាគួរឈានចូលនិងពេលណាគួរដកថយតលយៈភាពលោកបង្រៀនថា
ការរកស៊ីត្រូវមានសិលធម៌និងការផ្ដល់ត្រឡប់ទៅសង្គមវិញសរុបសេចក្តីមកហ្វានលីគឺជាជនជាតិឈូប៉ុន្តែលោកមិនបានបញ្ចេញស្នាដៃនៅនគរឈូនោះទេផ្ទុយទៅវិញលោកបានចូលរួមជាមួយនឹងស្ដេចនគរយាឈ្មោះកៅជៀនដើម្បីបញ្ចេញស្នាដៃក្រោយពីជួយស្ដេចកៅជៀនបានគ្រងរាជ្យនិងដណ្ដើមទឹកដីបានពីនគរអ៊ូវិញហើយលោកក៏បានលាឈប់ពីតំណែងហើយលោកបានចាកចេញពីនគរយាទៅកាន់នគរឈីនិងបានប្រកបមុខរបរអាជីវកម្មរហូតក្លាយជាសេដ្ឋីនៅក្នុងនគរឈីផងដែរ